អូខេថ្ងៃនេះយើងធ្វើវីដេអូមួយសម្រាប់អ្នកដែលគាត់អត់ទាន់ចេះប្រព័ន្ធសូឡាសោះនេះគឺជាប្រព័ន្ធសូឡាកម្រិតដំបូងដែលពួកយើងអាចស្វែងយល់វាបានសម្រាប់អ្នកចេះហើយគឺពិតជាយល់អស់ហើយនេះគឺជាប្រព័ន្ធតូចកម្រិតមូលដ្ឋានដែលភាគច្រើនយើងឃើញនៅប្រើតាមចំការទីតាំងឆ្ងាយដែលអត់មានបដាញ់ភ្លើងរត់ហើយត្រូវការភ្លើងតិចតួចសម្រាប់បំភ្លឺឬក៏សាកថ្មទូរស័ព្ទអីនឹងឯងយើងមកមើលពីដំណើរការក្នុងការផលិតភ្លើងនៃប្រព័ន្ធមួយនេះថា Solar ផលិតភ្លើង DC ហើយវាមានវ៉ុលឡើងចុះទៅតាមពន្លឺថ្ងៃដូច្នេះវាត្រូវតែបញ្ចូលទៅក្នុងឧបករណ៍មួយដែលគេហៅថា MPPT ឬក៏ PWM ដើម្បីបំប្លែងវ៉ុលភ្លើងនឹងឲ្យស្មើបញ្ចូលទៅក្នុងអាគុយវិញបន្ទាប់ពីអាគុយមានភ្លើងគ្រប់គ្រាន់វានឹងបញ្ចេញភ្លើង DC សម្រាប់ឲ្យយើងប្រើប្រាស់បាននៅក្នុងប្រព័ន្ធ12វ៉ុលឬក៏គេហៅថាភ្លើងអាគុយនឹងឯងអញ្ចឹងនៅក្នុងន័យនេះបើសិនជាយើងប្រើប្រាស់ឧបករណ៍ដែលស៊ីភ្លើង DC ឬក៏ថាភ្លើងត្រឹម12វ៉ុលបានយើងអត់ចាំបាច់ប្រើអីទេយើងអាចតប្រើឆៅតែម្ដងតែសម្រាប់អ្នកដែលគាត់ចង់ប្រើទៅជាភ្លើង220ឬ230ដែលជាប្រភេទភ្លើង AC ដូចភ្លើងរត់ភ្លើងតពីបដាញ់រត់យើងធម្មតារាល់ថ្ងៃយើងត្រូវមានដុំ inverter មួយទៀតដុំ inverter ដែលវាមានតួនាទីទៅបំលែងភ្លើង DC ទៅជាភ្លើង AC វិញមានន័យថាបំលែងពីភ្លើងអាគុយទៅជាភ្លើង AC ដូចភ្លើងរត់ដែរយើងមើលនៅក្នុងរូបនេះដុំពណ៌បៃតងបានបំលែងភ្លើង DC ឲ្យទៅជាភ្លើង AC ហើយចែកចាយទៅឲ្យឧបករណ៍ប្រើប្រាស់អញ្ចឹងមើលនៅក្នុងដំណើរការប្រព័ន្ធគឺមានតែប៉ុណ្្នឹងឯងចង់បញ្ជាក់បន្តិចតាក់ទងជាមួយនឹងរូបភាពម៉ាស៊ីនត្រជាក់ទូទឹកកកអីអស់នេះគ្រាន់តែជារូបភាពតំណាងទេជាក់ស្ដែងគឺប្រព័ន្ធតូចបែបហ្នឹងគឺយើងអត់អាចប្រើជាមួយនឹងឧបករណ៍ធំដូចជាទូទឹកកកម៉ាស៊ីនត្រជាក់អីទេយើងប្រើបានត្រឹមពូលដាំបាយដាំអីតិចតួចប៉ុណ្្នឹងឯងហើយសម្រាប់ D-Center វិញដាក់ក៏បានមិនដាក់ក៏បានតែសម្រាប់ពួកយើងជាបច្ចេកទេសគឺត្រូវតែដាក់ដើម្បីការពារសុវត្ថិភាពសម្រាប់អ្នកដែលអត់ទាន់ស្គាល់សោះអញ្ចឹងខ្ញុំបន្ថែមជារូបភាពជាក់ស្ដែងនេះគឺរូបភាព Solar នេះជារូបភាព MPPT សម្រាប់គ្រប់គ្រងចរន្តភ្លើងនេះគឺជាប្រភេទ PWM ហើយរូបភាពបន្ទាប់នេះគឺជាថ្មឬក៏អាគុយនឹងឯងថ្មអាគុយសម័យនេះគឺវារៀងអាប់ដេតរូបភាពនិងវាមានសោភ័ណភាពស្អាតច្រើនអត់ដូចមុនទេមួយនេះគឺជាអាគុយសេរីចាស់ដែលយើងធ្លាប់ឃើញហើយមីនេះវិញគឺជា inverter ដែលបំលែងភ្លើងពី DC មក AC ហើយសម្រាប់រូបភាពចុងក្រោយនេះគឺហៅថា load ឬក៏ជារបស់ប្រើប្រាស់ដែលប្រើថាមពលអគ្គិសនីនៅក្នុងផ្ទះរបស់យើងទាំងអស់គ្នានឹងឯងអរគុណសម្រាប់ការតាមដានកុំភ្លេចជួយចុច follow ដើម្បីទទួលបានវីដេអូបច្ចេកទេស Solar ថ្មីផ្សេងទៀត